រហូតចូលមកបាញ់យើងនៅក្នុងទឹកដីរបស់យើងហើយរឿងដែលខ្ញុំឈឺចាប់បំផុតគឺរឿងយុទ្ធជនម្នាក់នេះរកកន្លែងនេះខ្ញុំជាមួយទាបាញ់គឺដឹងច្បាស់លើរឿងនេះយើងកាន់កាប់កន្លែងនេះតាំងមុខប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានឆ្នាំ2011ថាសូមឲ្យភាគីទាំងពីរដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារបានខ្ញុំនិយាយថាឯកឧត្តមខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្ញុំបានទេទុយទៅវិញឯកឧត្តមទេដែលត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញពីប្រាសាទព្រះវិហាររហូតមកដល់2023ខែ8ឆ្នាំ2023បានសង្កេតថាខ្ញុំប្រើពេលជាង23ឆ្នាំបន្តមករដ្ឋាភិបាលថ្មីជិត2ឆ្នាំហើយយើងដោះស្រាយអត់បានទេសូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែនក៏ប្រជុំមិនបានផងតើមានមូលហេតុអ្វីនៅពីក្រោយហើយហ៊ានអះអាងពេញលេញរហូតដល់ច្រើនទ្រូងប្រជាជនយើងតាមទីពី1988ពេលនោះតំបន់នោះខ្មែរក្រហមជួយជើងដាក់អាវុធច្រើនណាស់នៅតំបន់នោះរាប់ទាំងនៅក្នុងដីថៃមួយចំនួនផងកម្ពុជានិងកងទ័ពវៀតណាមវាយយកកំភ្លើងបានច្រើនណាស់ក្របនឹងកំភ្លើងច្រើនណាស់ទើបបានទៅដល់តាំងពី1988រឿងអីមកដល់ពេលនេះបែរជាមកទៀមទាឲ្យយើងដកកងទ័ពចេញការចរចានៅថ្ងៃដែលម៉ៅសុផាន់ចរចាការពិតឯកភាពព្រះអស់ហើយស្រាប់តែមេវិជ្ជការយុទ្ធភូមិភាគទី2របស់ថៃធ្វើលិខិតបន្តិចជូនទៅមេវិជ្ជការកងទ័ពជើងគោកហើយមេវិជ្ជការជើងគោកក៏ស្នើមកមេវិជ្ជការជើងគោករបស់យើងម៉ៅសុផាន់ថាសូមឲ្យដកកងទ័ព200ម៉ែត្រចេញរឿងបែបនេះជារឿងដែលអភិសិទ្ធជីវៈវិជ្ជាជីវៈបាននិយាយជាមួយខ្ញុំនៅអញ្ចឹងវាមិនដែលលើពិភពលោកគេទាមទារឲ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួនទេអញ្ចឹងស្ថានភាពហើយអារឿងមុំបីនេះអាកន្លែងសាលារួមចិត្តនេះជាសាលាយើងដែលខ្ញុំយប់មិញខ្ញុំបង្ហោះតងោកថតដែលខ្ញុំទៅមើលតាមលេនដ្ឋានហើយមើលអា12.7ស្អីកន្លែងនោះទៀតហើយមិនមែនព្រំដែនត្រឹមតែប៉ុណ្្នឹងទេណាអាក្នុងខ្ញុំទៅហួសទៅលើទៅដែលមានអា12.7ដែលខ្ញុំទៅកាន់វាទៅកាន់ហេតុអីបានជាមកដល់មកនេះវាទៅជាត្រូវយើងទាមទារយើងដោះនេះមិនមែនជាការបំផុសកំហឹងទេក៏ប៉ុន្តែរឿងអធិបតេយ្យជាតិហើយពេលនេះយើងនឹងដឹងច្បាស់ថាអ្នកណាស្នេហាជាតិអ្នកណាស្រឡាញ់ជាតិពិតប្រាកដពេលយើងមិនវាយបកគេថាយើងកំសាកមិនហ៊ានវាយពេលដែលយើងវាយគេថាយើងប្រើហិង្សាពេលដែលយើងមិនប្រឹងគេថាយើងមិនហ៊ានពេលដែលយើងប្រឹងគេថាយើងបង្ករឿងអាហ្នឹងពួកកាក្រុងនេះពួកកាក្រុងឥឡូវសុំចេញមកទៀតនោះដើម្បីឲ្យប្រជាជនស្គាល់មុខពីឥឡូវទៅហើយឥឡូវកំពុងផ្សាយបន្តផ្ទាល់ពេញប្រទេសទូរទស្សន៍ទាំងអស់ផ្សាយទាំងអស់អំពីសមាជរបស់យើងនេះអំពីសមាជរបស់យើងអញ្ចឹងស្ថានភាពនេះខ្ញុំសូមបញ្ជាក់យើងអត់បោះបង់ចោលយន្តការនៃការចរចាណាមួយទេប៉ុន្តែការចរចាលើកនេះយើងនឹងប្រមូល
ភាគីថៃយកចំណុចរសើបទាំង4កន្លែងនេះទៅកាន់តុលាការឯគណៈកម្មការព្រំដែននៅបន្តពិនិត្យនិងដើររកបកគោលនិងបោះបកគោលព្រំដែនជាបន្តទៀតបានស្គាល់ថាគណៈកម្មការនេះអត់ចោលទេអត់ទៅណាទេមិនបានស្គាល់ថាយើងប៉ុណ្្នឹងហើយវាជាប់រឿងទេយើងយកតែ4ចំណុចហ្នឹងទៅតុលាការតែប៉ុណ្ណោះហើយក្រៅពីនោះគឺគណៈកម្មការនៅបន្តដើរដើម្បីធ្វើការវាស់វែងកំណត់ព្រំដែនជាក់លាក់បើសិនជាមិនឲ្យតុលាការកាត់ក្តីទេរឿងនេះវាដូចជាតំបន់ហ្គាហ្សារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដូចគ្នាដល់ជាប់ទេដល់ជាប់ទេហើយវាយគ្នារហូតបើមិនតូចធំបើមិនធំតូចប៉ុណ្ណឹងអញ្ចឹងតើខ្លាចអីនឹងទៅកាន់តុលាការបើសិនជាយើងមានចិត្តស្មោះត្រង់កម្ពុជាគ្មានត្រូវការបាត់ត្រូវការទឹកដីតារាទេកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយកម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរតែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះមិនអាចឲ្យនរណាផ្សេងមកដណ្ដើមទទួលយកទេកម្ពុជាបានធ្វើការចរចាជាមួយវៀតណាមបោះបកគោលរួចជាស្រេចចំនួន84%រួចស្រេចទៅហើយនៅសល់16%ទៀតកំពុងតែធ្វើការចរចាហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមកកម្ពុជាជាមួយឡាវបានចរចាបោះបកគោលព្រំដែនចំនួន86%ហើយនៅសល់14%ទៀតកំពុងបន្តការចរចាដោយមានការគោរពគ្នាក៏ប៉ុន្តែព្រំដែនកម្ពុជាថៃ25ឆ្នាំគឺអត់តបានធ្វើអីក្រៅតែពីដើររកបកគោលប្រមាណនោះតែប៉ុណ្ណោះហើយចំណុចរសើបទាំងប្រមាណគឺបើមិនដោះស្រាយទេរឿងនេះវាជាការបន្តហើយខ្ញុំសូមបញ្ជាក់ថាមិនមែនយកបញ្ហាការប្រឹងប្រែងមួយនេះហើយបញ្ឈប់នៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃលើវិស័យលើគ្រប់វិស័យដែលវារួចមកហើយទេរឿងក្តីគឺក្តីតែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការមិត្តភាពរបស់យើងត្រូវតែមានហើយខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិកុំឈានដល់របៀបរើសអើងជាតិសាសន៍កុំឲ្យមានចំនួនរៀលដាលទៅតំបន់ផ្សេងឬផ្ទេរពីផ្នែកយោធាទៅកាន់ផ្នែក